ai chỉ miền bong ôn khác quạt bàn đấng thà nhấy chiều sọt thòm chiết đái sẹp bởi nhom toa nhom chụt chật nhằm tai nhấy về để nhom chập đào cả đà là việc đà sai chẳng áហើយបើនៅអ្នកគ្នាមើលរូបនេះមានខ្ញីមានកាតំមាន walnut មានក្របធម្មជាតិមាន raspberry ហើយខ្ញីគឺតាមពិតសំខាន់មែនតើដែលវាជាឱសថធម្មជាតិហើយវាក៏ជួយជាពិសេសពេលដែលយើងឈឺចុកចាប់មុនមករដូវអញ្ចឹងពេលខ្លះយើងតច្រកយើងញ៉ាំថ្នាំដើម្បីបំបត្តិការឈឺចាប់អញ្ចឹងណាតែខ្ញុំឲ្យយោបល់ដល់បងប្អូនជាពិសេសមិត្តនារីដែលគាត់មុនមករដូវគាត់មានការឈឺចុកចាប់ហ្នឹងគឺយើងអាចទម្លាប់នៅក្នុងការបំបត្តិការឈឺចុកចាប់ហ្នឹងប្រើពីសម្រាប់ស្អំពុះជាមួយនឹងទឹកក្តៅយើងអាចប្រើឱសថធម្មជាតិដូចជាខ្ញីធ្វើជាតែញ៉ាំហើយតែហ្នឹងខ្ញុំគិតថាយើងអាចបើសិនជាយើងអត់សូវចូលចិត្តខ្ញីហើយវារៀងខ្លាំងយើងដាក់តាមចំណិតពីចំណិតហើយយើងចាក់ទឹកក្តៅពីលើក៏បានដែរអាហ្នឹងវារសជាតិវាស្រាលតែបើសិនជាបងប្អូនគាត់ចូលចិត្តគាត់ដាំនៅក្នុងទឹកពុះហើយអ្នកខ្លះគាត់មានតែហើយអ្នកខ្លះគាត់មានម្សៅខ្ញីអញ្ចឹងទៅអ្នកខ្លះគាត់ចូលចិត្តញ៉ាំជាមានរសជាតិអញ្ចឹងគាត់អាចប្រើទឹកឃ្មុំលាយជាមួយនឹងខ្ញីក៏បានដែរហើយខ្លួនប្រាណយើងគឺឆាប់ស៊ាំទៅនឹងជាតិថ្នាំអញ្ចឹងខ្ញុំគិតថាអ្វីដែលល្អបំផុតពេលដែលមានអាការៈផ្សេងជាពិសេសពេលដែលមានអាការៈឈឺចុកចាប់មុនមករដូវហ្នឹងយើងព្យាយាមប្រើវិធីសាស្ត្រធម្មជាតិការស្អំទឹកក្តៅជាដើមហ្នឹងគឺល្អជាងយើងចង់បំបត្តិការឈឺចុកចាប់នឹងភ្លាម